កូនស្រីពិតដែលបានបាត់បង់ជីវិតទៅហើយជាច្រើនឆ្នាំហើយទើបត្រូវបាននាំត្រឡប់មកផ្ទះវិញនៅពេលដែលកូនស្រីខ្លាយឈ្មោះអាណាបានរៀបចំផែនការហើយបានចាប់ពង្រត់នាងដើម្បីសាកល្បងសេចក្តីស្រឡាញ់ពិតរបស់ឪពុកម្ដាយពួកគេអាណាសូម្បីតែធ្វើពុតជាត្រូវបានចាប់ជំរិតជាមួយកូនស្រីពិតពេលចាប់ជំរិតដោយធ្វើតាមការណែនាំរបស់អាណាបានទាមទារឲ្យឪពុកម្ដាយអាចធ្វើបានតែជួយសង្គ្រោះកូនស្រីពិតម្ដាយបានប្រកាសភ្លាមថាអេណាគឺជារបស់នាងកូនស្រីពិតកំពុងមើលថែគ្រួសារនៃមនុស្ស4នាក់ដែលចេញជាមួយគ្នាការពិតកូនស្រីបាត់បង់ក្តីសង្ឃឹមទាំងស្រុងនៅក្នុងរឿងនេះគ្រួសារដូចដែលពួកចាប់ជំរិតកំពុងធ្វើសម្រាប់ក្មេងស្រីនោះតាមដែលអាណាបានបញ្ជាក្មេងស្រីនោះបាននិយាយដោយស្ងប់ស្ងាត់ថាប្រសិនបើពួកគេអនុញ្ញាតឲ្យនាងទៅឥឡូវនេះនាងនឹងផ្ដល់ឲ្យពួកគេ$10 លានឬដូច្នេះពួកចោរប្លន់ភ្លាមយល់ព្រមមិនយូរប៉ុន្មានអ្នកបម្រើរបស់គ្រួសារដែលមានជាងគេបំផុតប្រញាប់ប្រញាល់ទៅជួយសង្គ្រោះនាងវាបានបង្ហាញថានៅពេលដែលក្មេងស្រីម្នាក់បានបាត់ខ្លួនកាលពីនៅក្មេងហើយនាងត្រូវបានបុរសមានបំផុតនៅក្នុងប្រទេសហើយចាប់តាំងពីពេលនោះមកបានក្លាយជាទីស្រឡាញ់របស់គាត់កំណប់ទ្របកាលពី2ឆ្នាំមុននាងបានអំដំណើរប្អូនប្រុសរបស់នាង William ទៅជន់បត់សម្រាប់ការជាសះស្បើយរបស់គាត់កន្លែងដែលនាងនៅបានរកឃើញដោយមិននឹកស្មានដល់ជីវសាស្ត្ររបស់នាងឪពុកម្ដាយនៅពេលនៃការជួបជុំគ្នាវិញទឹកភ្នែកនៅក្នុងភ្នែកឪពុកម្ដាយរបស់នាងបានផ្លាស់ប្ដូរក្មេងស្រីឆោតល្ងង់យ៉ាងជ្រាលជ្រៅហើយនាងទីបំផុតយល់ព្រមត្រឡប់ទៅផ្ទះវិញជាមួយពួកគេទោះជាយ៉ាងណាក៏ដោយហើយភ្លាមបន្ទាប់ពីនាងបានទៅដល់ផ្ទះនាងបានក្លាយជាគោលដៅនៃការច្រណែនរបស់អាណាបណ្ដេញនាងចេញអាណាភិកប្រយុទ្ធជាមួយនាងជារៀងរាល់ថ្ងៃហើយថែមទាំងបានរៀបចំនាងពីម្ដងម្កាលអះអាងក្មេងស្រីនោះចង់ទាត់គាត់ចេញពីផ្ទះប៉ុន្តែគ្រួសារដែលមានភាពលំអៀងតែងតែជឿអាណាមិនថាពាក្យសម្ដីរបស់នាងគួរឲ្យអស់សំណើចប៉ុណ្ណាទេតែងតែនៅខាងនាងជានិច្ចពួកគេថែមទាំងគិតថាការមកដល់របស់ក្មេងស្រីនោះគឺជាមូលហេតុដែលអេណាត្រូវបានគេធ្វើខុសទោះជាយ៉ាងណាក៏ដោយក្មេងស្រីមិនបានចុះចាញ់នឹងក្រុមគ្រួសាររបស់នាងរហូតដល់ពេលដែលពួកគេជ្រើសរើសជួយសង្គ្រោះអេណាជំនួសវិញរបស់នាងទីបំផុតនាងបានបោះបង់ចោលទាំងស្រុងប៉ុន្តែដូចដែលនាងធ្លាប់មានចិត្តត្រឡប់ទៅរកបងប្រុសវិញហើយប៊ូតលើរបានប្រាប់នាងថាបងប្រុសរបស់នាងបានទទួលមរណភាពដោយសារជំងឺមហារីកកាលពី1សប្តាហ៍មុនពីព្រោះពួកគេខ្លាចថានាងក៏ដូច្នោះដែរខូចចិត្តណាស់ពួកគេមិនបានប្រាប់នាងទេពីមុនឥឡូវនេះក្មេងស្រីនោះបានសម្រេចចិត្តបោះបង់ចោលក្រុមគ្រួសាររុក្ខជាតិក្រុមហ៊ុនរបស់បងប្រុសនាងនឹងត្រូវការនាងទទួលមរតកវាពេលដូច្នោះក្មេងស្រីនោះខូចចិត្តតែគិតដល់ក្រុមហ៊ុនបងប្រុសរបស់នាងបានចាក់បញ្ចូលជីវិតរបស់គាត់នាងបង្ខំខ្លួនឯងឲ្យរឹងមាំហើយទទួលយកការទទួលខុសត្រូវដើម្បីធានាថានាងល្អឥតខ្ចោះត្រឡប់ទៅរកជីវិតសាធារណៈវិញនៅបលបាននិយាយថានៅក្នុងសិល្បៈថ្នាក់ពិភពលោកឆ្នាំនេះការប្រកួតប្រជែងក្មេងស្រីនោះបានឈ្នះជើងឯកដរាបណានាងបានប្រកាសនាងប្រធានស្នងតំណែងក្នុងអំឡុងពេលពិធីប្រគល់រង្វាន់ថ្ងៃស្អែកមួយទៀតសមាជិកក្រុមប្រឹក្សាភិបាលនឹងទទួលយកនាងដូចគ្នានឹងក្មេងស្រីនោះហៀបនឹងត្រឡប់ទៅផ្ទះវិញហើយវិចខ្ចប់អេវ៉ាន់បានឃើញគ្រួសារដូចគ្នាដែលបានសន្យាថានឹងត្រឡប់មកវិញហើយជួយសង្គ្រោះនាងដោយរីករាយកំពុងប្រារព្ធខួបកំណើតរបស់អេណាក្មេងស្រីបានប្រឈមមុខនឹងពួកគេដោយសួរថាតើអ្នកមិនបាននិយាយទេអ្នកនឹងមកសង្គ្រោះខ្ញុំប៉ុន្តែនាងបងប្រុសបានអះអាងថាពួកគេមិនមានគ្រប់គ្រាន់ទេលុយដើម្បីបង់ថ្លៃលុះដូច្នេះពួកគេបានជ្រើសរើសឲ្យប៉ូលីសជំនួសវិញកំពុងសម្លឹងមើលអំណោយថ្លៃនៅក្នុងដៃរបស់អាណាក្មេងស្រីនោះទីបំផុតបានដឹងខ្លួនថាពួកគេមិនដែលមានបំណងជួយសង្គ្រោះនាងទេតតែសោះប៉ុន្តែភ្លាមនៅពេលដែលនាងបញ្ចេញសម្លេងរបស់នាងខឹងសម្បាបងប្រុសរបស់នាងបាននិយាយថាអាណាទេពកោសល្យសិល្បៈនឹងអាចនាំមកនៅកិត្តិយសដល់គ្រួសារហើយថែមទាំងប្រើវាដើម្បីបង្កើតចំណងមិត្តភាពទៀតផងជាមួយបុរសដែលមានជាងគេបំផុតប៉ុន្តែក្មេងស្រីដែលធំធាត់នៅជនបទមិនអាចផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនតតែសោះដូច្នេះគ្មានហេតុផលអ្វីដែលត្រូវខ្ជះខ្ជាយនោះទេលុយដើម្បីសង្គ្រោះនាងពេលឮដូច្នេះក្មេងស្រីបានបាក់ទឹកចិត្តហើយបាននិយាយថាខ្ញុំជាកូនស្រីនិងប្អូនស្រីពិតរបស់អ្នកប៉ុន្តែម្ដាយរបស់នាងបានទះកំភ្លៀងនាងយ៉ាងខ្លាំងពេញមុខស្ដីបន្ទោសនាងចំពោះនិយាយអ្វីមួយដែលនឹងធ្វើឲ្យ Anna ឈឺចាប់អារម្មណ៍មុនពេលពាក្យសម្ដីសត្វបាត់ទៅក្មេងស្រីនោះបានទះកំភ្លៀង Anna វិញដោយនិយាយថាចាប់តាំងពីអេញ៉ាមិនអាចទះកំភ្លៀងនាងបានម្ដាយហើយចាប់តាំងពីអាណាជាទីស្រឡាញ់របស់នាងកូនស្រីបន្ទាប់មកនាងនឹងទះកំភ្លៀងនោះក្នុងនាមអាណា Her Brothers ភ្លាមស្ដីបន្ទោសនាងដោយហៅនាងថាជាអ្នកក៏ក្មេងស្រីជនបទដែលគ្មានវប្បធម៌និយាយថានាងពិតជាគ្មានសីលធម៌សោះតតែសោះមិនត្រឹមតែប៉ុណ្ណោះនាងតូចចិត្តហើយច្រណែនរបស់អាណាប៉ុន្តែនាងថែមទាំងហ៊ាននិយាយតបទៅឪពុកម្ដាយរបស់ពួកគេវិញដោយបាត់បង់ទាំងស្រុងសង្ឃឹមសម្រាប់ពួកគេក្មេងស្រីនោះបាននិយាយដោយត្រជាក់ថាចាប់តាំងពីពួកគេទាំងអស់គ្នាមើលទៅចុះមកលើនាងនឹងវិចខ្ចប់របស់របររបស់នាងហើយផ្លាស់ចេញថ្ងៃនេះឬដូច្នោះគ្រួសារទាំងមូលចំអកឲ្យនាងម្ដងទៀតដោយនិយាយថានាងគ្រាន់តែជាក្មេងស្រីកំសត់ម្នាក់ហើយពេលនាងចាក់ចេញទៅនាងនឹងគ្មានជំរឿអ្វីក្រៅពីត្រឡប់ទៅជនបទពួកគេថែមទាំងចំអកនាងទៀតផងបន្ថែមទៀតដោយនិយាយថានាងលោភលន់ពេកសម្រាប់ទ្រព្យសម្បត្តិនិងភាពប្រណីតហើយថានាងមិនដែលពិតជាហ៊ានចាក់ចេញមែនប៉ុន្តែក្មេងស្រីនោះមិនបានលើកនេះនាងគ្រាន់តែប្រកែកតបវិញបន្ទប់របស់នាងហើយចាប់ផ្ដើមវិចខ្ចប់មិនយូរប៉ុន្មានអាណាបានចូលមកម្ដងទៀតដោយមិនចង់ឈប់យីនាងប៉ុន្តែក្មេងស្រីនោះមិនអើពើនឹងនាងទាំងស្រុងអាណាខឹងយ៉ាងខ្លាំងការអាម៉ាស់មុខរុញក្មេងស្រីនោះទល់នឹងគណៈរដ្ឋមន្ត្រីកំពុងងាយក្មេងស្រីធ្ងោដោយការឈឺចាប់ហាណាបានទះកំភ្លៀងខ្លួនឯងដោយចិត្តណាធ្វើឲ្យវាមើលទៅដូចជាក្មេងស្រីបានធ្វើវាឃើញបែបនេះក្មេងស្រីនោះក៏លែងទប់ចិត្តទៀតដូចមុនហើយតែកំភ្លៀង energy ច្រើនដងជាធ្នូនៅពេលដែលអ្នកផ្សេងទៀតដើរចូលហើយឃើញឈុតនេះពួកគេបានចាក់សល់ក្មេងស្រីនោះនៅក្នុងបន្ទប់ផ្ទុកជាការដាក់ទណ្ឌកម្មពេលណាក្មេងស្រីនោះត្រូវបានអស់កម្លាំងទាំងស្រុងហើយអស់កម្លាំង Anna Smogli បានបាត់ទ្វារហើយហេតុផលតែមួយគត់ដែលនាងធ្វើដូច្នេះគឺដើម្បីធ្វើឲ្យក្មេងស្រីនេះកាន់តែមានចរិតល្អបន្ទាប់មកនៅចំពោះមុខក្មេងស្រីនោះអាណាលោតចុះដោយចេតនា
ចិនដើរពេលក្រុមគ្រួសារប្រញាប់ប្រញាល់មកអាណាយំថាក្មេងស្រីនោះបានរុញនាងថែមទាំងបានចាប់ប្រកាន់ក្មេងស្រីនោះដោយមិនពិតថានៅពីក្រោយការចាប់ជំរិតការស្ដាប់នេះឪពុកបានទះកំភ្លៀងក្មេងស្រីនោះឆ្លងកាត់មុខនៅវិនាទីបន្ទាប់ក្មេងស្រីនោះទះកំភ្លៀងបងប្រុសរបស់នាងវិញដោយនិយាយថានេះជាហៅថាព្រះអាទិត្យសងគុណឪពុកបំណុលបន្ទាប់មកនាងបានងាកចេញភ្លាមប៉ុន្តែត្រូវបានបញ្ឈប់ម្ដងទៀតជាមួយពួកគេទាមទារឲ្យនាងសុំទោសអាណាពេលនាងបដិសេធពួកគេបានរុញនាងម្ដងទៀតចូលទៅក្នុងគែមមុតស្រួចនៃតុកញ្ចក់នាងបានដួលទៅលើដីភ្លាមហើយនៅពេលនោះពួកគេបានកត់សម្គាល់ឃើញសិល្បៈពានរង្វាន់ប្រកួតប្រជែងនៅក្នុងវ៉ាលីរបស់នាង